การមកគ្មានខ្ទង់ច្រមុះគ្មានរុនច្រមុះតើក្មេងប្រុសម្នាក់នេះអាចរស់រៀនមានជីវិតដល់អាយុ6ឆ្នាំដោយរបៀបណាគាត់អាចដកដង្ហើមបានតាមរយៈមាត់ប៉ុណ្ណោះជារៀងរាល់យប់នៅពេលដែលគាត់គេងលក់ដើម្បីការពារកុំឲ្យកូនប្រុសឈប់ដកដង្ហើមម្ដាយរបស់គាត់ទៅប្រើបន្ទះផ្លាស្ទិកកាត់ចេញពីដបទឹកមកទប់មាត់គាត់ឲ្យហាបជាប់ជានិច្ចដើម្បីធានាថាគាត់អាចដកដង្ហើមបាននាងបាននិយាយទាំងក្តីបារម្ភថាបើមិនធ្វើបែបនេះទេកូនប្រុសរបស់ខ្ញុំប្រហែលជាបាត់បង់ជីវិតបាត់ទៅហើយរៀងរាល់ព្រឹកក្មេងប្រុសអាយុ6ឆ្នាំឈ្មោះណាហ្គៃតែងតែដើរតាមម្ដាយនិងប្អូនស្រីដើម្បីជួយមើលថែវងជៀមតូចៗរបស់គ្រួសារក្មេងៗស្រកគាត់អាចរត់លេងតាមវាលស្មៅដ៏ធំល្វឹងល្វើយជាមួយឪពុកយ៉ាងសប្បាយរីករាយប៉ុន្តែសម្រាប់ណាហ្គៃវិញពិភពលោករបស់គាត់ត្រូវបិទគប់ត្រឹមទីនេះដោយសារតែការឈឺចាប់និងការពិបាកដកដង្ហើមសម្រាប់ក្មេងប្រុសតូចម្នាក់នេះអ្វីដែលធ្វើឲ្យគាត់ពិបាកចិត្តបំផុតគឺសំណួរដែលតែងតែកើតមាននៅក្នុងចិត្តថាហេតុអ្វីបានជាខ្ញុំគ្មានច្រមុះដូចគេគំនិតនេះតែងតែវិលវល់ក្នុងខួរក្បាលរបស់គាត់ទាំងយប់ទាំងថ្ងៃដោយសារតែត្រូវប្រើមាត់ដកដង្ហើមរហូតនោះមាត់របស់គាត់តែងតែស្ងួតនិងប្រេះជារៀងរាល់ថ្ងៃសូម្បីតែការញ៉ាំទឹកក៏ងាយនឹងឆ្លក់ជាងមនុស្សធម្មតាទៅទៀតពេលញ៉ាំបាយគ្រួសារតែងតែបារម្ភនិងរំលឹកគាត់ជានិច្ចអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺពេលកំពុងញ៉ាំអាហារវាអាចនឹងរំខានដល់ការដកដង្ហើមរបស់គាត់ប៉ុន្តែពេលវេលាដែលពិបាកឆ្លងកាត់បំផុតគឺនៅពេលយប់ទោះបីជាមេឃមានផ្កាយភ្លឺស្អាតនិងស្ងប់ស្ងាត់យ៉ាងណាក្តីម្ដាយរបស់គាត់ត្រូវតែប្រុងប្រយ័ត្នជានិច្ចព្រមតែ1វិនាទីកូនប្រុសគេងលក់នាងត្រូវយកបន្ទះផ្លាស្ទិកមកទប់មាត់គាត់ជាបន្ទាន់ដើម្បីបង្កើតជាផ្លូវដកដង្ហើមបណ្ដោះអាសន្នពេលឃើញកូនប្រុសយំពេលដែលដកដង្ហើមមិនរួចពេលកំពុងគេងបេះដូងរបស់ឪពុកម្ដាយប្រៀបដូចគេយកកាំបិតមកចាក់អញ្ចឹងក្តីសង្ឃឹមតែមួយគត់របស់ពួកគេគឺចង់ឲ្យកូនប្រុសគេងលក់ស្រួលដូចក្មេងដទៃដោយសារតែគ្មានច្រមុះអ្វីដែលណាហ្គៃអាចធ្វើបានគឺមានតិចតួចបំផុតគាត់តែងតែជាស្រមោលដ៏ស្ងៀមស្ងាត់នៅពីក្រោយម្ដាយរបស់គាត់ជានិច្ចរាល់ដកដង្ហើមចូលនិងចេញសុទ្ធតែពោពេញទៅដោយការឈឺចាប់ទោះបីជាយ៉ាងនេះក្តីក្មេងប្រុសតូចនេះនៅតែខិតខំជួយការងារគ្រួសារទោះបីជាបានបន្តិចបន្តួចក៏ដោយសារតែភាពកតញ្ញូរបស់កូនម្ដាយរបស់គាត់មិនដែលមានភាពរុញរាឡើយក្នុងការបង្ហាញក្តីស្រឡាញ់ទៅកាន់គាត់នៅរសៀលមួយក្រោមពន្លឺព្រះអាទិត្យស្រាលៗដោយមានការជួយជ្រោមជ្រែងពីអង្គការសប្បុរសធម៌គ្រួសាររបស់ណាហ្គៃបានសម្រេចចិត្តធ្វើដំណើរទៅកាន់ទីប្រជុំជនដែលនៅឆ្ងាយជាង50គីឡូដើម្បីជួបគ្រូពេទ្យនេះគឺជាក្តីសង្ឃឹមដ៏ធំបំផុតរបស់ពួកគេប៉ុន្តែក្តីសង្ឃឹមនោះត្រូវរលាយបាត់ភ្លាមគ្រូពេទ្យបានបញ្ជាក់យ៉ាងច្បាស់ថាដោយសារតែបរិក្ខារពេទ្យនៅតំបន់នោះមិនទំនើបពួកគេមិនអាចធ្វើការពិនិត្យឬព្យាបាលស៊ីជម្រៅសម្រាប់គាត់បានឡើយប្រសិនបើនៅតែបន្តស្ថិតក្នុងស្ថានភាពបែបនេះអនាគតរបស់ក្មេងប្រុសនេះនឹងត្រូវប្រឈមមុខនឹងភាពងងឹតដំណឹងនេះប្រៀបដូចជាផ្ទាំងថ្មដ៏ធំមួយសង្កត់ពីលើដើមទ្រូងម្ដាយរបស់គាត់ក្តីសង្ឃឹមចុងក្រោយក៏ត្រូវរលត់បាត់ទៅនៅតាមផ្លូវត្រឡប់មកផ្ទះវិញណាហ្គៃបានសម្លឹងមើលទៅកន្លែងក្មេងលេងដោយក្តីប្រាថ្នាចង់លេងដូចគេនោះគឺជាកន្លែងដែលគាត់មិនធ្លាប់ឈានជើងចូលតតែសោះដោយសារតែការលើកទឹកចិត្តពីម្ដាយគាត់បានប្រមូលភាពក្លាហានដើរចូលទៅលេងទីនោះជាលើកដំបូងប៉ុន្តែវត្តមានរបស់គាត់បានធ្វើឲ្យក្មេងៗដទៃទៀតនាំគ្នារត់ចេញអស់ទីបំផុតនៅសល់តែម្ដាយរបស់គាត់ម្នាក់ឯងប៉ុណ្ណោះដែលនៅកំដរគាត់ក្មេងប្រុសតូចព្យាយាមទប់ទឹកភ្នែកនិងបង្ហាញស្នាមញញឹមចេញមកម្ដាយសម្លឹងមើលមុខកូនទាំងការឈឺចាប់នៅក្នុងចិត្តបន្ទាប់ពីឆ្លងកាត់ភាពអស់សង្ឃឹមជាច្រើនលើកការព្យាបាលឆ្លងប្រទេសមួយបាននាំមកនូវពន្លឺក្តីសង្ឃឹមដល់ណាហ្គៃថ្ងៃដែលពួកគេទន្ទឹងរង់ចាំបានមកដល់ហើយពីវាលស្មៅភាគខាងលិចនៃប្រទេសម៉ុងហ្គូលីពោះទៅកាន់ទីក្រុងដ៏ស៊ីវិល័យកូរ៉េខាងត្បូងការធ្វើដំណើរដ៏វែងឆ្ងាយនិងនឿយហត់នេះត្រូវបានជំនួសមកវិញដោយក្តីរំភើបនិងការភ្ញាក់ផ្អើលគ្រប់យ៉ាងនៅចំពោះមុខធ្វើឲ្យម្ដាយនិងកូនមានអារម្មណ៍ប្លែកភ្នែកយ៉ាងខ្លាំងបន្ទាប់ពីឆ្លងកាត់ការលំបាកយ៉ាងច្រើនទីបំផុតពួកគេក៏បានមកដល់មន្ទីរពេទ្យកែសម្ផស្សដ៏ធំមួយរងចាំទស្សនាភាគ2